จ้าថ្ងៃនេះគឺបានទៅវត្តផងដែរអ្នកទាំងអស់គ្នាហើយកុំនិយាយថាថ្ងៃនេះគឺសារវីដេអូនេះគឺសល់តាំងពីថ្ងៃចូលឆ្នាំមកមែនអ្នកទាំងអស់គ្នាអើយបន្តែខ្ញុំភ្លេចកាត់អីអញ្ចឹងទៅត្នេះហើយក៏អស់រូបមើលទៅតែអីវីដេអូនេះមិនទាន់បានកាត់ខាងនឹងអញ្ចឹងហើយក៏យកមកកាត់ឲ្យអ្នកទាំងអស់គ្នាបានទស្សនាអីអញ្ចឹងណាតាំងពីថ្ងៃពូនភ្នំខ្សាច់ពុំអីមកម៉ែប៉ុន្តែដល់ពេលគ្មានពីណាគេថតឲ្យខ្ញុំក៏ថតកាត់ខ្លួនឯងអីអញ្ចឹងណាហើយបងប្អូនខ្ញុំច្រើនគេជិះតុកទៅប៉ុន្តែខ្ញុំជិះឡានផ្សេងអញ្ចឹងណាហើយនេះគឺបងប្រុសខ្ញុំបងថ្លៃខ្ញុំក៏ជិះតុកទៅហើយគាត់ក៏មកមុនហើយនិយាយពីខ្ញុំវិញទៅថាសាច់កាប់អីទៅដល់វត្តក្រោយគេក៏គ្មានបានឡើងទៅលើពហិហើយក៏មិនបានទៅរាប់បាតរាប់អីដែរអ្នកទាំងអស់គ្នាទៅដល់សុទ្ធគេបកតុមកវិញហើយខ្ញុំក៏មកវិញដែរតែម្ដងទៅយើងដឹងនៅតែអីផងហើយថតបានបងប្អូនជុំគ្នាបន្តិចតែប៉ុណ្្នឹងឯងក៏ត្រឡប់មកវិញអញ្ចឹងអ្នកនរគ្នាតិចថាបានខ្ញុំឡើងទៅលើពហិឬក៏រាប់បាតពូនភ្នំសាច់អីគឺអត់តែម្ដងចាងាកមកមើលខ្ញុំវិញដោយសារតែខ្ញុំទៅនិយាយជាមួយបងថ្លៃខ្ញុំមីងខ្ញុំហើយនឹងបងអូនជីដូនមួយក៏អត់មានស្អីមកដាក់គេដែរដោយសារតែខ្ញុំមុននឹងខ្ញុំទៅគឺខ្ញុំនេះបានដុសធ្មេញជាមួយនឹងថ្នាំដុសធ្មេញមនោរីថ្នាំដុសធ្មេញមនោរីជួយឲ្យធ្មេញសភ្លឺថ្លាជួយកម្ចាត់កំណកកំបោរនិងធ្វើឲ្យខ្យល់ដង្ហើមស្រស់ថ្លាកុំភ្លេចណាចង់មានភាពជឿជាក់ដាក់គេកុំភ្លេចថ្នាំដុសធ្មេញមនោរី